ក្នុងនាមយើងជាឪពុកម្ដាយគេតើយើងត្រូវដឹកនាំកូនរបស់យើងដោយរបៀបណាពុកម្ដាយអ្វីត្បិតថាជាអ្នកផ្ដល់កំណើតជាអ្នកឲ្យគេឃើញនៅពន្លឺព្រះអាទិត្យក៏ពិតមែនហើយយើងក៏ជាអ្នកមានគុណប៉ុន្តែយើងបង្កើតបានតែរូបរាងកាយបង្កើតបានតែបេះដូងឲ្យគេទេឯចិត្តគំនិតការយល់ដឹងផ្សេងនៅពេលដែលកូននឹងធំធាត់អញ្ចឹងការយល់ដឹងរបស់គាត់មិនមែនដូចនៅ baby ដូចអ្វីដែលយើងធ្លាប់ថែទាំគាត់កន្លងមកអត់ទេគឺប្រែប្រួលហើយអញ្ចឹងឪពុកម្ដាយគឺត្រូវចិញ្ចឹមកូនដោយធម៌បង្រៀនកូនដោយធម៌ហើយអប់រំកូនដោយធម៌មិនមែនយកហិង្សាទៅអប់រំកូនវាយទះតប់ជេរប្រមាថកូននោះមិនមែនជារឿងដែលឪពុកម្ដាយគ្រប់រូបត្រូវធ្វើទេឪពុកម្ដាយគ្រប់រូបត្រូវតែអប់រំកូនឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសក្នុងការថែទាំកូនយ៉ាងម៉េចទាំងផ្លូវកាយទាំងផ្លូវចិត្តជាពិសេសគឺផ្លូវចិត្តការប្រែប្រួលរបស់ក្មេងពីមួយថ្ងៃទៅមួយថ្ងៃអត់នៅដដែលទេគឺវាប្រែប្រួលវាដូចជាថ្ងៃវិលជុំពីថ្ងៃអាទិត្យទៅដល់ថ្ងៃច័ន្ទអង្គារពុធពហុសុក្រសៅរ៍អាទិត្យណាសៅរ៍អាទិត្យវិលជុំវិលចុះវិលឡើងអញ្ចឹងការវិលហ្នឹងគឺវាអត់នៅដដែលទេអ្វីត្បិតថាវានៅតែថ្ងៃច័ន្ទអង្គារពុធពហុសុក្រសៅរ៍អាទិត្យដដែលហ្នឹងប៉ុន្តែធម្មជាតិគឺវាប្រែប្រួលវាអត់ដដែលវាអត់ទៅតាមថ្ងៃហ្នឹងទេក្មេងដូចគ្នាជាកូនរបស់យើងដូចគ្នាយើងចិញ្ចឹមពីមួយថ្ងៃទៅមួយថ្ងៃគឺកូនរបស់យើងតែគំនិតរបស់គាត់ហ្នឹងគឺចាប់ផ្ដើមប្រែប្រួលហើយកាន់តែធំការគិតរបស់គាត់គឺកាន់តែធំគាត់មានអាយុកាន់តែច្រើនគឺគាត់ការគិតរបស់គាត់គឺកាន់តែខុសពីមុនពីព្រោះគាត់រៀនគាត់សិក្សាគាត់ទទួលបានចំណេះដឹងពីគ្រូបង្រៀនរបស់គាត់មានបរិបទទៅតាមគំនិតដែលគ្រូបង្រៀនរបស់គាត់នឹងបានណែនាំចេះមួយចុះពីរដល់ពេលនៅសាលារៀនផ្សេងដល់ទៅនៅក្នុងសង្គមគ្រួសារផ្សេងអញ្ចឹងវាធ្វើឲ្យគាត់នឹងចេះបែងចែកដែរដូច្នេះឪពុកម្ដាយកាលណាបើមិនយល់ពីការបំរែបំរួលរូបរាងកាយចិត្តគំនិតរបស់កូនទេច្បាស់ណាស់ថានឹងប្រើហិង្សាទៅលើកូនមិនខានទេទាំងខ្ញុំទាំងបងប្អូនដែលកំពុងតែស្ដាប់ហ្នឹងគឺដូចគ្នាគឺប្រកាសជានឹងខឹងកូនហើយអាចថានឹងប្រើភាសាថាម៉េចបាននិយាយគ្នាលេងស្ដាប់អញ្ចឹងចេះមួយចុះពីរប្រកាសជាមានជឿថាមានអញ្ចឹងព្រោះខ្ញុំមានកូនខ្ញុំដឹងជាពិសេសគឺបងដែលមានកូនច្រើនចា៎ហើយคลิปវីដេអូនេះគ្រាន់តែជាคลิปវីដេអូខ្លីតែប៉ុណ្ណោះទេដើម្បីចែករំលែកទៅដល់បងប្អូនដែលមានកូនហើយដែលបំរុងនឹងយកកូនយកចៅអញ្ចឹងក្នុងការទំនុកបំរុងកូនចៅបើប្រៀបធៀបទៅនៅក្នុងពុទ្ធសាសនាពុទ្ធបង្រៀនថាពុកម្ដាយមានតួនាទី5យ៉ាងប៉ុន្តែខ្ញុំបាននិយាយរួចហើយคลิปវីដេអូហ្នឹងគាត់ឲ្យខ្ញុំយកមកគឺបែងចែកជា2ការចិញ្ចឹមកូនគឺចិញ្ចឹមរូបរាងកាយមួយហើយចិញ្ចឹមផ្លូវចិត្តនឹង2នៅពេលដែលយើងចិញ្ចឹមរូបរាងកាយអាហ្នឹងយើងចំណាយច្រើនហើយប៉ុន្តែតកតូនទៅនឹងការចិញ្ចឹមផ្លូវចិត្តវិញតែយើងយកអីទៅចិញ្ចឹមគាត់គឺការអប់រំដោយព្រហ្មវិហារធម៌នឹងឯងចិញ្ចឹមគាត់ចិញ្ចឹមចិត្តគាត់ខ្លាយទៅជាមនុស្សស្លូតមនុស្សកាចគឺអាស្រ័យនៅលើអាណាព្យាបាលឪពុកម្ដាយម៉ាក់ប៉ានឹងឯងមិនអាចបន្តលើមជ្ឈដ្ឋានខាងក្រៅទេតែកាលណាឪពុកម្ដាយបានអប់រំកូនបានល្អហើយកូននឹងវាមិនងាយខូចទេពីព្រោះយើងបានចង្អុលបង្ហាញប្រាប់គាត់ពីគុណវិបត្តិពីគុណសម្បត្តិនៃការសេពគប់មនុស្សខូចមនុស្សខុសឬក៏ការសេពគប់មនុស្សត្រឹមត្រូវការសេពគប់មនុស្សដែលមានគុណធម៌យ៉ាងម៉េចយ៉ាងនេះមួយយ៉ាងនោះមួយទាំងគាត់ដឹងគាត់យល់ហើយអញ្ចឹងកូនខូចឬមួយកូនខលកូនឆ្លាតឬក៏មិនឆ្លាតល្អឬក៏មិនល្អអាស្រ័យនៅលើឪពុកម្ដាយដែលបានចង្អុលបង្ហាញប្រាប់គាត់រួចហើយប៉ុន្តែបើឪពុកម្ដាយមិនមានពេលវេលាគ្រប់គ្រាន់ដល់តែមានពេលវេលាកាន់ទូរស័ព្ទព្រៀងខ្លួនឬក៏ឆ្លោះប្រកែកគ្នាឬក៏នៅពេលដែលអប់រំមានតែហិង្សាទៅកាន់កូននោះច្បាស់ណាស់ថាកូនរបស់លោកអ្នកបងប្អូននឹងមិនស្ដាប់យើងឡើយ